ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមតាមដាននិងស្ដាប់នៅ Channel រាហូនិទានរបស់យើងខ្ញុំនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយករឿងរបស់ជីតារបស់ខ្ញុំមកអធិប្បាយជូនអ្នកទាំងអស់គ្នាស្ដាប់សាច់រឿងនេះគឺបន្តពីសាច់រឿងមុននៅពេលដែលលោកគ្រូភ័ក្របានប្រមាញ់ខ្លានោះមិនទាន់បានហើយខ្លានោះវាបានចូលក្នុងព្រៃត្រឹមភាគដែលពូជាងបានរកវាយខ្លានោះឥឡូវនេះលោកពុកស៊ុយមិនទាន់បាននឹងទៅកំចាត់ខ្លានោះភ្លាមឡើយនៅពេលដែលព្រឹកដែលគាត់រៀបចេញទៅនោះគឺគោរបស់គាត់តម្រូវឲ្យយកទៅលក់នៅឯភូមិមួយដែលចម្ងាយពីភូមិរបស់គាត់វាឆ្ងាយគួរសមនឹងឆ្លងកាត់ព្រៃដ៏ធំមួយដែលគេល្បីថាមានខ្លាធំនោះរស់នៅដោយសារតែជីវភាពក៏រៀងមិនសូវល្អលោកពុកស៊ុយក៏បានធ្វើដំណើរទៅទីនោះមែនដោយគាត់បានបបួលនៅលោកអ៊ំម្នាក់ដែលជាកូនធាត់របស់គាត់ម្នាក់ឈ្មោះថាលោកអ៊ំខាន់លោកអ៊ំខាន់ម្នាក់នោះក៏គាត់ចេះនៅមុនវិជាការអាគមខ្លះដែរប៉ុន្តែគាត់មិនសូវចេះច្រើនដូចលោកពុកស៊ុយឡើយពេលនោះលោកពុកស៊ុយក៏បានបបួលគ្រូភ័ក្រទៅជាមួយផងដែរប៉ុន្តែលោកគ្រូភ័ក្រគាត់មិនទៅនៅឡើយដោយសារតែគាត់ជាប់មើលជំងឺឲ្យកូនសិស្សរបស់គាត់ដោយគ្រូភ័ក្រមិនទៅលោកពុកស៊ុយក៏បានទៅតែពីរនាក់អ៊ំខាន់ដោយសារតែលោកអ៊ំម៉ាយក៏គាត់មិនទៅដែរព្រោះគាត់ជាប់រវល់នៅផ្ទះធ្វើការងារផ្ទះគាត់យើងចានគួរសមដែរពីរនាក់ក៏គាត់មិនមានជាការលំបាកអ្វីឡើយគ្រាន់តែគាត់ដឹកគោនិងធ្វើដំណើរទៅកាន់ភូមិនោះគ្រាន់តែឧបសគ្គគឺត្រូវឆ្លងកាត់ព្រៃដែលល្បីថាមានខ្លាធំចាំស្ទាក់ស៊ីគោអ្នកភូមិនោះទើបធ្វើឲ្យគ្មានអ្នកភូមិណាហ៊ានឆ្លងទៅភូមិខាងនោះដើម្បីដោះដូរឲ្យបានឬក៏លក់គោឡើយអញ្ចឹងហើយទើបលោកពុកគាត់ក៏បានសួរអ៊ំខាន់អំពីកំភ្លើងមួយដើមដែលគាត់ឲ្យអ៊ំខាន់ខ្ចីនោះតែបងប្អូនមិនតបានស្ដាប់ទេគឺគាត់បានឲ្យកំភ្លើងទៅកាន់អ៊ំខាន់ព្រោះថាអ៊ំខាន់បានខ្ចីកំភ្លើងនោះទៅការពារនៅក្នុងផ្ទះរបស់គាត់ព្រោះគាត់ខ្លាចខ្លានោះវាមកផ្ទះរបស់គាត់ព្រោះផ្ទះរបស់គាត់នៅឯគ្រៀងគៀកព្រៃនោះដែរហើយគាត់យកកំភ្លើងនេះដើម្បីទៅដឹកគោរបស់គាត់ផឹកទឹកនៅពេលដែលគាត់ឮថាមានខ្លាអញ្ចឹងហើយទើបគាត់ខ្ចីកំភ្លើងពីលោកពុកដើម្បីយកទៅការពារខ្សាត់គោរបស់គាត់ព្រោះខ្សាត់គោរបស់គាត់ក៏ត្រូវដឹកយកទៅមើលនៅឯព្រៃនោះដែរបន្ទាប់មកគាត់ក៏បានយកកំភ្លើងទៅឲ្យលោកពុកវិញដោយសារតែពេលដែលគាត់យកគោទៅមើលនោះគឺគ្មានសត្វខ្លានៅឡើយព្រោះនៅពេលដែលវាស៊ីសត្វគោរបស់ពូជាងនោះគឺខ្លានោះមិនទាន់ហៀវទៀតនៅឡើយចឹងហើយទើបសត្វខ្លានោះវាមិនបានមកខំឬក៏និយាយទៅកាន់លោកអ៊ំខាន់ក៏បានយកកំភ្លើងទៅឲ្យពុកវិញហើយពុកក៏បានប្រាប់គាត់ថាស្អែកពេលម៉ោង7ធម្មតាដូចធម្មតាគឺគាត់នឹងធ្វើដំណើរទៅកាន់ភូមិនោះហើយលោកអ៊ំក៏បានសួរទៅកាន់ពុកថាតើពុកហ៊ានទៅឆ្លងកាត់ព្រៃនោះដែរឬទេព្រោះតែខ្ញុំឮអ្នកភូមិនិយាយថាអ្នកដែលមិនហ៊ានចូលព្រៃនោះទោះគេដឹងថាកូនដែលលក់នៅក្នុងភូមិឆ្លងកាត់ព្រៃនោះមានតម្លៃថ្លៃក៏ដោយក៏គេមិនហ៊ានទៅទិញទៅលក់នោះគឺដោយសារតែខ្លាចឆ្លាមមួយក្បាលនេះលោកពុកក៏បានតបទៅកាន់អ៊ំនឹងថាយើងធ្វើទាហានរាប់ឆ្នាំហើយក្របកំភ្លើងក៏យើងមិនខ្លាចក្របបីក៏យើងមិនខ្លាចតែខ្លាចអីសត្វខ្លាពេលនោះពួកគាត់ក៏នាំគ្នាសើចហើយល្ងាចនោះគាត់មិនបានហូបស្រាអ្វីឡើយពួកគាត់បំបែកគ្នាទៅផ្ទះតាំងពីម៉ោង6ល្ងាចហើយនៅពេលដែលព្រលឹមមកដល់ក៏ឃើញលោកអ៊ំខាន់បានស្ពាយពង្វិចមួយដែលមានបាយនិងត្រីងៀត 3-4 កន្ទុយមកតាមខ្លួនមកដល់ផ្ទះលោកពុកស៊ុយក៏បានឲ្យគាត់ចាំឲ្យព្រែតគាត់កំពុងតែលុបមុខនិងខ្ចប់បាយទៅដែរប៉ុន្តែប៉ុណ្ណោះគាត់ក៏បានដាក់អង្ករមួយចំនួននិងផ្អកមួយចំនួនហើយនឹងឆ្នាំងទៅមួយផងដែរប៉ុន្តែប៉ុណ្ណោះគាត់ក៏ដាក់ដែកកេះទៅផងដែរពួកគាត់ក៏បានធ្វើដំណើរទៅនៅម៉ោង 7 កន្លះព្រឹក
នៅពេលដែលរៀបចំហូបបាយហូបអីនៅផ្ទះហើយទើបគាត់ចេញដំណើរទៅនៅពេលដែលធ្វើដំណើរតាមផ្លូវគាត់ជជែករហូតគាត់និយាយគ្នាអំពីនេះអំពីនោះចំណែកលោកអ៊ំគាត់ក៏បានសួរទៅកាន់លោកពុកអំពីភូមិនោះដែលគេទិញគោហើយលោកពុកក៏បាននិយាយថាពូចិត្តដែលជាអ្នកទិញគោនោះជាអ្នកប្រាប់គាត់ពូចិត្តនោះគឺគាត់មកប្រាប់ថាឈ្មោះនៅក្នុងភូមិស្រែវាលឬក៏ភូមិស្មៅនោះគឺជាអ្នកមកទិញគាត់ពាក្យដែលខ្ញុំហៅថាភូមិស្រែវាលឬភូមិស្មៅនោះគ្រាន់តែជាឈ្មោះដែលគេនិយមហៅតែប៉ុណ្ណោះឈ្មោះពិតនៅភូមិនោះក៏ខ្ញុំមិនហ៊ានបញ្ចេញដែរហើយនៅពេលនោះគាត់ក៏ប្រាប់ទៅកាន់អ៊ំវិញថាដំណើរដែលយើងឆ្លងកាត់ព្រៃនោះបើយើងឆ្លងផុតយើងនឹងមានប្រាក់ច្រើនត្រឡប់មកវិញតែបើយើងឆ្លងមកផុតទេយើងប្រកាសជាត្រូវខ្លានោះខំសម្លាប់ជាមិនខានគ្រាន់តែលើកថាខ្លាខំសម្លាប់អ៊ំក៏ភ័យនឹងរត់មកអោបដៃរបស់ពុកហើយនឹងនិយាយថាខ្ញុំមិនទាន់ផងស្លាប់ទេពុកអើយនៅពេលនោះពុកក៏សោចនឹងយកដៃទៅទះស្មារបស់គាត់ហើយនិយាយថាមានយើងនៅទីនេះហើយឯងទៅខ្លាចអីខ្ញុំក៏ភ្លេចប្រាប់ថាគោដែលគាត់យកទៅនោះគឺមានចំនួនប្រហែលជា5ទៅ6ក្បាលដោយសារតែឈ្មោះដែលមានឈ្មោះថាពូចិត្តនោះបានប្រាប់ទៅកាន់លោកពុកថាអ្នកដែលគេត្រូវការទិញគោនោះគេទិញចំនួន4ក្បាលតែគាត់យកទៅ6ក្បាលអីទៅច្រែងអ្នកនៅខេត្តនោះគឺគេទិញទាំងអស់ហើយចឹងហើយទើបលោកពុកក៏បានសម្រេចចិត្តយកគោចំនួន6ក្បាលទៅលុះគាត់ធ្វើដំណើរបានពាក់កណ្ដាលផ្លូវនៅក្រោមដើមសំរោងធំមួយលោកពុកក៏ប្រាប់ទៅឲ្យអ៊ំដឹកគោយកទៅចងព្រោះនៅទីនោះមានស្មៅនិងមានទឹកនៅពេលដែលចងរួចរាល់គាត់ក៏បានប្រាប់ឲ្យអ៊ំទៅដងទឹកមកបន្ទាប់មកក៏បានរៀបចំដាំបាយនៅក្រោមដើមសំរោងធំតែម្ដងគាត់បានរកអងហុកងាប់យកមកបង្កាត់ភ្លើងដើម្បីដាំបាយប៉ុន្តែប៉ុណ្ណោះគាត់ក៏បានដាក់អាំងត្រីដែលគាត់យកមកថែមទៀតហើយម៉ោងស្មើនេះគឺម៉ោង1កន្លះជាងទៅហើយព្រោះមេឃក៏រៀងក្តៅដែរទើបគាត់នឹងនេះឈប់បន្ទាប់មកពួកគាត់ក៏បានហូបបាយនិងនិយាយគ្នាពីនេះពីនោះហើយគាត់ក៏បានងាកទៅមើលសម្លឹងមើលផ្លូវដែលបន្តិចទៀតគាត់នឹងធ្វើដំណើរចូលទៅក្នុងព្រៃនោះហើយព្រោះមាត់ផ្លូវដែលគាត់ជប់នោះវាគៀកព្រៃដែលមានល្បីថាមានសត្វខ្លាធំដែលតាមតែខំអ្នកដំណើរនឹងសត្វបន្ទាប់មកលោកអ៊ំក៏សួរទៅកាន់ពុកថាមានរឿងអីមែនទេទើបពុកសម្លឹងមើលទៅកាន់ព្រៃខាងមុខនោះលោកពុកក៏បាននិយាយទៅកាន់គាត់ថាយើងមានអារម្មណ៍ថាដូចជាមិនស្រួលទេនៅព្រៃខាងមុខនោះប៉ុន្តែនិយាយថាពាក្យមិនស្រួលលោកអ៊ំក៏បានមកខិតចិត្តពុកនិងបានសួរទៅកាន់លោកពុកថាហើយចុះពុកមានអារម្មណ៍យ៉ាងម៉េចលោកពុកក៏បានងាកទៅមើលមុខគាត់និងសោកថាឯងភ័យក៏ភ័យម្នេះយើងមិនទាន់ប្រាប់ថាមានរឿងអីផងឯងភ័យដល់ថ្នាក់ហ្នឹងហើយគាត់ក៏ថាមិនឲ្យភ័យយ៉ាងម៉េចបើពុកថាមានរឿងនៅព្រៃខាងមុខបន្ទាប់មកពួកគាត់ក៏ធ្វើការហូបបាយរួចពួកគាត់ក៏បានប្រាប់ថាលោកពុកក៏និយាយទៅកាន់អ៊ំខាន់មុនថាឯងយើងយាមគោនឹងហើយណាកំភ្លើងយកទៅយើងសុំសម្រាប់បន្តិចបាក់ហើយដូចរៀងងុយដេកបន្ទាប់មកពុកខាន់ពុកស៊ុយក៏បានហិតកំភ្លើងទៅឲ្យអ៊ំខាន់ក៏ថាសម្រាប់ទៅពុកឲ្យខ្ញុំយាមគោក៏បានដែរហើយពុកក៏បាននិយាយទៅកាន់អ៊ំខាន់ថាបើមានរឿងអីមកដាក់អញមកបន្ទាប់មកលោកពុកក៏បានធ្វើដំណើរទៅក្រោមដើមសំរោងនៅក្បែរនោះព្រោះកន្លែងបដុំនៅក្រោមដើមសំរោងខាងក្រោយគឺរាងវាលនិងមានស្មៅដុះតិចលោកពុកក៏បានទៅបោកកន្លែងនោះនឹងយកត្រណប់ជើងមួយគូដែលជាត្រណប់ជើងផ្ទាត់យកមកដាក់រៀបមួយដុំបន្ទាប់មកគាត់ក៏អង្គុយលើហើយក៏យកខ្លួនរបស់គាត់ផ្អែកទៅដើមសំរោងធំនោះនិងយកក្រមាដែលគាត់បងនឹងក្បាលនោះយកមកហើយក៏ដោះមួករបស់គាត់ចេញហើយគាត់ក៏យកវាមក
cào hơi quật câu sầm ra dù sầm ra ban nuôi plét cào mốc quật có ban lưu sầm lên có rọc cầm plương bung bàn trình tây quật mình mới nâng xuống được cả ông khăn thà hay mấy thằng ấy ông khăn có trâu chập có thàปุ๊กមានខ្លាវាបំរុងនឹងខំគោយើងចេញមកពីកំពតព្រៃខាងមុខនោះគាត់តែលើថាខ្លាគាត់ក៏ស្ទុះទាញកំភ្លើងពីអំខាន់នឹងប្រាប់គាត់ថានៅស្ងៀមណាស្ងៀមណាវាអំខាន់គាត់ថាខ្ញុំបាញ់វាមិញវាភ័យវារត់បាត់ហើយពីបំរុងមកខំគោយើងនៅពេលដែលឃើញខ្ញុំកំពុងតែឈោជូននោមនៅខាងក្រោយកំពតព្រៃនោះវាបានចេញពីកំពតព្រៃខាងមុខហើយក៏ស្ទុះមកខំកូនគោមួយគាត់ថាមានគោចំទង់មួយដែលវាមិនសូវធំប៉ុន្មានទេគាត់យកទៅនៅពេលនោះគាត់ក៏ប្រាប់ថាអញ្ចឹងផ្លូវខាងមុខប្រកាសជាមានខ្លាដូចអ្នកភូមិនិយាយហើយពួកគាត់ក៏បានរៀបចំឲ្យវាយអវ៉ាន់និងធ្វើដំណើរតទៅទៀតនៅក្នុងចិត្តរបស់ពុកគឺគាត់ភ័យទៅលើរឿងសត្វខ្លានោះណាខ្លាចសត្វខ្លានោះវាមកខំចំគោរបស់គាត់ណាមួយនាំឲ្យគាត់ខាត់បងហើយអ៊ំខាន់ក៏គាត់វិញភ័យដែរថាតែអំបញ្ញមិញខ្លានោះវាពិតជាធំមែនតែប៉ុណ្ណោះខ្លានោះវាដូចជាខ្លាដែលគាត់ធ្លាប់ឮពុកនិយាយកាលពីមុនពេលនោះលោកពុកក៏បានសួរទៅភិនភាគខ្លានោះអ៊ំក៏បានប្រាប់ថាខ្លានោះវាដូចជាមានស្នាមបាញ់ចំស្នាហើយគាត់ក៏ប្រាប់ភិនភាគនោះនៅពេលដែលលោកពុកស្ដាប់រួចគាត់បានភ្ញាក់រួចដោយសារតែខ្លានោះដូចជាអាក្លុកដែលជាខ្លាដែលគាត់ប្រមាញ់ជាមួយគ្រូភ័ក្រប៉ុន្តែថ្ងៃនោះគាត់ប្រមាញ់វាមិនបានឡើយទើបវាទៅស៊ីគោរបស់ពូជាងនោះហើយឥឡូវនេះដល់ពេលវាត្រូវឃ្លានម្ដងទៀតវាក៏ស្ទុះចេញមកពីព្រៃនោះតាមពិតតំបន់វារស់នៅនឹងខ្លាមួយដែលអ្នកភូមិល្បីថាខំទាញគោស៊ីនៅក្នុងព្រៃនោះគឺជាខ្លាតែមួយនោះឡើយគឺជាអាក្លុកនោះឯងនៅពេលនោះពួកគាត់ក៏បានធ្វើដំណើរកាន់តែឃ្លាកចូលក្នុងមាត់ព្រៃនោះហើយពុកក៏បាននិយាយថាបើមានរឿងអីមិនស្រួលត្រូវប្រាប់គាត់ពេលនោះគាត់ក៏បានហុចកាំបិតផ្កាក់នៅលើរទេះគោឲ្យទៅកាន់លោកអ៊ំខាន់ហើយគាត់ក៏បានយកកំភ្លើងមកកាន់និងទិញបារីមួយដើមយកមកជក់ហើយយើងក៏ចប់ត្រឹមនេះគឺជាភាគមួយនៃដំណើរទៅកាន់នេះជាភាគមួយដំណើររបស់គាត់ដើម្បីទៅដឹកគោលក់នៅឯភូមិឆ្លងកាត់ព្រៃដែលមានខ្លានឹងមានរឿងជាច្រើននៅក្នុងនេះដូចជាការប្រអាគមជាដើមហើយភាគមួយក៏ត្រូវបានបញ្ចប់អរគុណបងប្អូនដែលគាំទ្រនៅវីដេអូរបស់ខ្ញុំបាននិទានចន្លងមកហើយទីហូចទៀតក៏សូមអរគុណនិងសូមជម្រាបលា